សារចរស្ដីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈនិងអគ្គិសនីស្ថានភាពនៃសង្គ្រាមដែលកំពុងកើតមាននិងរីករាលដាលនៅតំបន់មជ្ឈិមបូព៌ាបានបង្កឲ្យមានផលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឆៅនិងជាហេតុធ្វើឲ្យថ្លៃប្រេងឥន្ធនៈសកលរួមទាំងព្រះរាជាណាចក្រកម្ពុជាមានការកើនឡើងយ៉ាងគំហុកទន្ទឹមនេះថ្លៃដើមលើការផលិតអគ្គិសនីក៏អាចនឹងមានការកើនមួយចំនួននាពេលខាងមុខដោយសារប្រេងឥន្ធនៈជាធាតុចូលសំខាន់មួយពាក់ព័ន្ធនឹងការផលិតអគ្គិសនីទោះជាយ៉ាងនេះក្តីផ្អែកតាមការពិភាក្សាជាមួយក្រសួងរាយនឹងធម្មពលនិងអគ្គិសនីកម្ពុជានិងបណ្ដាក្រុមហ៊ុននាំចូលប្រេងឥន្ធនៈសមត្ថភាពផ្គត់ផ្គង់ប្រេងឥន្ធនៈនិងអគ្គិសនីនៅកម្ពុជានៅចំពោះមុខនេះត្រូវបានវាយតម្លៃថានៅតែអាចរក្សាបាននូវស្ថិរភាពនៃការប្រើប្រាស់ប្រេងឥន្ធនៈនិងអគ្គិសនីសម្រាប់ប្រតិបត្តិការសេដ្ឋកិច្ចនិងការផ្តល់សេវាសាធារណៈរបស់ក្រសួងស្ថាប័នឆ្លើយតបទៅនឹងស្ថានភាពចំពោះមុខនៃការកើនថ្លៃប្រេងឥន្ធនៈនិងថ្លៃដើមលើការផលិតអគ្គិសនីខាងលើរាជរដ្ឋាភិបាលសម្រាប់ដាក់ចេញនូវវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈនិងអគ្គិសនីរបស់ក្រសួងស្ថាប័នទាំងអស់ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដូចតទៅ 1. វិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវគិតគូរពិនិត្យលទ្ធភាពក្នុងការសន្សំសំចៃចំណាយថវិកាតាមរយៈការដាក់ចេញនៅសារាចរណ៍លម្អិតដោយឡែក1ស្ដីពីវិធានការធ្វើវិចារណកម្មនិងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាជាអាចចំណាយលើប្រេងឥន្ធនៈនិងបេសកកម្មក្នុងប្រទេសនិងក្រៅប្រទេសលើកលែងតែក្រសួងស្ថាប័នដែលមានប្រតិបត្តិការចាំបាច់ពាក់ព័ន្ធនឹងកិច្ចការពីអធិបតេយ្យជាតិសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈនិងការបន្តនិរន្តរភាពនៃការផ្តល់សេវាសាធារណៈដែលមានលក្ខណៈយុទ្ធសាស្ត្រប៉ុណ្ណោះក្រសួងមហាផ្ទៃត្រូវណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិនិងអាជ្ញាធរមូលដ្ឋានឲ្យបង្កើនការខិតខំសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈនិងណែនាំដល់អង្គភាពក្រមអាវ៉ាតឲ្យមានការសម្របសម្រួលចរាចរណ៍ឲ្យបានល្អនៅក្នុងអំឡុងពេលមមាញឹកបំផុតជាពិសេសក្នុងឱកាសពិធីបុណ្យជាតិធំៗដើម្បីជៀសវាងការកកស្ទះដែលតម្រូវឲ្យចំណាយប្រេងឥន្ធនៈបន្ថែមក្នុងពេលរងចាំនៅលើដងផ្លូវក្នុងកាលៈទេសៈដែលកំពុងប្រឈមនឹងវិបត្តិថាមពលគ្រប់ក្រសួងស្ថាប័នទាំងអស់ត្រូវពិនិត្យកាត់បន្ថយជាអតិបរមានៅការធ្វើដំណើរឆ្ងាយក្នុងការរៀបចំសិក្ខាសាលានិងកិច្ចប្រជុំនានាជាលក្ខណៈរូបវ័ន្តដោយលើកទឹកចិត្តឲ្យធ្វើតាមប្រព័ន្ធអនឡាញជំនួសវិញលើកលែងតែករណីចាំបាច់ប៉ុណ្ណោះ 2. វិធានការសន្សំសំចៃលើការប្រើប្រាស់អគ្គិសនីក្រសួងរាយនិងធម្មពលត្រូវរៀបចំសេចក្តីណែនាំលម្អិតដោយឡែក1ស្តីពីការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីតាមវិធីសន្សំសំចៃធម្មពលទន្ទឹមនេះក្រសួងរាយនិងធម្មពលត្រូវសហការជាមួយនឹងក្រសួងព័ត៌មានដើម្បីរៀបចំផ្សព្វផ្សាយដល់អ្នកប្រើប្រាស់អគ្គិសនីនៅវិធីសន្សំសំចៃការប្រើប្រាស់ធម្មពលតាមវិទ្យុទូរទស្សន៍និងសារព័ត៌មាននានាឲ្យបានទូលំទូលាយក្រសួងស្ថាប័នទាំងអស់ត្រូវអនុវត្តការសន្សំសំចៃអគ្គិសនីក្នុងអគាររដ្ឋបាលនិងក្នុងដំណើរការងារប្រចាំថ្ងៃរបស់ខ្លួនឲ្យមានប្រសិទ្ធភាពស្របតាមសេចក្តីណែនាំរបស់ក្រសួងរាយនិងធម្មពលរដ្ឋបាលរាជធានីខេត្តត្រូវសហការជាមួយអគ្គិសនីកម្ពុជាដើម្បីពិនិត្យនិងពង្រឹងសក្តិសិទ្ធភាពក្នុងការប្រើប្រាស់ប្រព័ន្ធបំភ្លឺនៅតាមទីសាធារណៈនានាក្រសួងស្ថាប័នទាំងអស់ត្រូវបំផុសចលនានិងស្មារតីរួបរวมគ្នាក្នុងការកាត់បន្ថយការប្រើប្រាស់អគ្គិសនីតាមលទ្ធភាពដែលអាចធ្វើទៅបានទទួលបានសារាចរណ៍នេះក្រសួងស្ថាប័នទាំងអស់នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិត្រូវបង្កើនកិច្ចសហការចាត់ចែងអនុវត្តតាមស្មារតីនិងខ្លឹមសារដូចមានខាងលើឲ្យមានប្រសិទ្ធភាពនិងដោយស្មារតីទទួលខុសត្រូវខ្ពស់ថ្ងៃប្រហោះ1កើតខែចែកឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី19ខែមីនាឆ្នាំ2026នាយករដ្ឋមន្ត្រីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត